មហាបរោះទាំង3នៃទស្សនវិជ្ជាចិនបុរាណឡាវជឺខុងជឺនិងសុនជឺគឺមានជីវិតរស់នៅក្នុងយុគសម័យប្រហាក់ប្រហែលគ្នាដែលប្រវត្តិសាស្ត្រចិនហៅថាសម័យនិទាខរដូវនិងសត្យរដូវចន្លោះឆ្នាំ770ដល់ឆ្នាំ476មុនគ្រិស្តសករាជយ៉ាងណាមិញអ្នកទាំង3ថ្វីត្បិតតែរស់នៅក្នុងសម័យកាលប្រហាក់ប្រហែលគ្នាប៉ុន្តែត្រូវបានគេដឹងថាឡាវជឺមានអាយុច្រើនជាងគេបន្ទាប់មកគឺខុងជឺហើយក្រោយមកគឺសុនជឺ1ឡាវជឺស្ថាបនិកលទ្ធិតាវឡាវជឺត្រូវបានគេជឿថាជាអ្នកប្រាជ្ញដែលមានវ័យចាស់ជាងគេក្នុងចំណោមអ្នកទាំង3ទស្សនវិជ្ជាលោកគឺជាម្ចាស់ទ្រឹស្ដីតាវដែលសង្កត់ធ្ងន់លើការរស់នៅបែបធម្មជាតិការមិនតតាំងនិងការស្វែងរកតុល្យភាពរវាងយិននិងយ៉ាងស្នាដៃសំខាន់សៀវភៅតាវតេជីងដែលជាគម្ពីរដ៏មានឥទ្ធិពលបំផុតមួយក្នុងពិភពលោកចំណុចពិសេសមានរឿងព្រេងនិទានថាខុងជឺធ្លាប់បានធ្វើដំណើរទៅជួបឡាវជឺដើម្បីសួរនាំអំពីពិធីការសាសនាហើយបានប្រៀបធៀបឡាវជឺទៅនឹងនាគដែលមិនអាចស្មានដឹង2ខុងជឺស្ថាបនិកលទ្ធិខុងជឺខុងជឺគឺជាអ្នកប្រាជ្ញផ្នែកសីលធម៌និងនយោបាយដែលមានឥទ្ធិពលបំផុតនៅលើវប្បធម៌អាស៊ីបូព៌ាទស្សនវិជ្ជាលោកផ្ដោតលើសីលធម៌សង្គមសុជីវធម៌ការគោរពឋានានុក្រមមេដឹកនាំរាស្ត្រឪពុកនិងកូននិងកតញ្ញូតាធម៌លោកជឿថាបុគ្គលម្នាក់ៗត្រូវមានវិន័យលើខ្លួនឯងទើបសង្គមមានសន្តិភាពស្នាដៃសំខាន់គម្ពីរអាណាលិចដែលជាការចងក្រងពាក្យទូន្មានរបស់លោកដោយសិស្សជំនាន់ក្រោយចំណុចពិសេសលោកបានចំណាយពេលភាគច្រើនធ្វើដំណើរទៅតាមនគរនានាដើម្បីស្វែងរកមេដឹកនាំដែលយកទ្រឹស្ដីលោកទៅប្រើប្រាស់ប៉ុន្តែមិនសូវទទួលបានជោគជ័យក្នុងសម័យកាលនោះទេ3សុនជឺកំពូលអ្នកយុទ្ធសាស្ត្រសឹកសុនជឺគឺជាមេទ័ពនិងជាអ្នកប្រយុទ្ធម្នាក់ដែលរស់នៅជំនាន់ជាមួយខុងជឺដែរប៉ុន្តែលោកផ្ដោតលើកិច្ចការយោធាទស្សនវិជ្ជាលោកផ្ដោតលើសិល្បៈនៃការឈ្នះសង្គ្រាមដោយប្រើបញ្ញាជាងកម្លាំងបាយទ្រឹស្ដីដ៏ល្បីរបស់លោកគឺដឹងគេដឹងយើងច្បាំង100ដងឈ្នះទាំង100ដងស្នាដៃសំខាន់សៀវភៅសិល្បៈសង្គ្រាម The Art of War ដែលមកទល់បច្ចុប្បន្នត្រូវបានគេយកមកអនុវត្តទាំងក្នុងវិស័យយោធានិងជំនួញចំណុចពិសេសលោកបានបម្រើការជាមេទ័ពឲ្យនគរអ៊ូនិងបានជួយឲ្យនគរនេះក្លាយជាមហាអំណាចយោធានៅសម័យនោះសរុបជារួមមកឡាវជឺជាទស្សនវិទូអិសរយុទ្ធសន្តិភាពផ្លូវចិត្តនិងការរស់នៅតាមបែបធម្មជាតិខុងជឺគ្រូបង្រៀនអ្នកនយោបាយសណ្ដាប់ធ្នាប់សង្គមនិងសិលធម៌មនុស្សសុនជឺមេទ័ពអ្នកយុទ្ធសាស្ត្រនិងការរស់រាននៃនគរ